បាទលក្ខណៈនេះខ្ញុំបាទនឹងលើកយកព្រះពុទ្ធគុណព្រះនាមទី3របស់ព្រះអង្គនឹងគឺវិជ្ជាចរណៈសម្បណ្ណោមកសិក្សាពន្យល់តទៅទៀតបន្ទាប់ពីព្រះនាមទី2តើវិជ្ជាចរណៈសម្បណ្ណោរបស់ព្រះអង្គនឹងតើមានអ្វីខ្លះបាទវិជ្ជាចរណៈសម្បណ្ណោនេះបើចែកចេញនឹងជា3បទបទទី1នោះគឺវិជ្ជាគឺចំណេះយល់ដឹងគ្រប់ប្រការទាំងផ្លូវលោកទាំងផ្លូវធម៌បទទី2នឹងចរណៈនោះលោកសំដៅយកកិរិយាទាំង3របស់ព្រះអង្គនឹងដល់បរិសុទ្ធបំផុតទី3គឺសម្បណ្ណោប្រែមកថាបរិបូរណ៍ហើយបើតាមប្រែតាមន័យព្រះនាមទី3របស់ព្រះអង្គនឹងគឺវិជ្ជាចរណៈសម្បណ្ណោព្រោះព្រះអង្គនឹងបរិបូរណ៍ដោយវិជ្ជា3វិជ្ជា8និងចរណៈ15បាទវិជ្ជា3នេះកាលពីមុនមកគឺព្រះអង្គនឹងមិនធ្លាប់មានហើយស្រាប់តែកើតឡើងដឹងដោយប្រាជ្ញាញាណតាំងពីពេលដែលព្រះអង្គគង់នៅលើរតនបល្ល័ង្កក្រោមមណ្ឌលពោធិព្រឹក្សនេះវិជ្ជានេះមាន3ប្រការគឺ1បុព្វេនិវាសានុសតិវិជ្ជាគឺជាវិជ្ជាដឹងនៅកំណើតពីជាតិមុនណា2គឺចតុបាតវិជ្ជានេះគឺវិជ្ជាដឹងនៅចតិបដិសន្ធិរបស់មនុស្សសត្វ3អាសវខយវិជ្ជាគឺជាវិជ្ជាដឹងនៅការអស់អាសវៈបាទហើយចំណែកវិជ្ជា8យ៉ាងហ្នឹងគឺ1វិបស្សនាវិជ្ជាហ្នឹងគឺជាវិជ្ជាពិចារណានៅនាមនិងរូប2មនោមយធិវិជ្ជាគឺជាវិជ្ជារឹតសម្រេចបានតាមផ្លូវចិត្ត3អធិវិធិវិជ្ជាណាវិជ្ជាសម្ដែងបានរឹតតាមផ្លូវកាយ4ទឹកសោតវិជ្ជាគឺវិជ្ជាបានត្រជាទឹក5ទឹកចក្ខុវិជ្ជាគឺជាវិជ្ជាបានផ្នែកទឹកហ្នឹងឯង6បុព្វេនិវាសានុសតិវិជ្ជាដឹងកំណើតពីជាតិមុនមក7អាសវខយវិជ្ជាដឹងនៅការអស់អាសវៈ8ចេតោបរិញ្ញាណវិជ្ជាគឺវិជ្ជាដឹងនៅចិត្តអ្នកដទៃបាទហើយចំណែកចរណៈ15មាន3ពួកគឺ1ពួកសិលសម្បទា1អបនកបដិបទានឹង3 2គឺពួកព្រះសទ្ធំនឹង7 3ពួកឈាន4សរុបទៅឃើញថាចរណៈនឹងមាន15អញ្ចឹងពួកសិលឡើងចែកជា4យ៉ាងហ្នឹងគឺ1សិលសង្វរៈហ្នឹងគឺសម្រួមកាយវាចាតាមសិក្ខាបទនៃសិលមាននិច្ចសិលឧបាសកសិលអតិរិយសិលនិងចតុបារិសតសិល2គឺឥន្ទ្រីសង្វរៈនោះគឺការសម្រួមក្នុងឥន្ទ្រីទាំង6ហ្នឹងគឺមានផ្នែកត្រចៀកច្រមុះអណ្ដាតកាយមโนឥន្ទ្រីទាំង6ហ្នឹងជាធំសុខទុក្ខទាំង6ហ្នឹងគឺនៅលើឥន្ទ្រីនឹងឯង3ភោជនេមត្តញ្ញូតាដឹងការប្រមាណក្នុងអាហារ4ជាកិរិយានុយោគប្រកបរឿយក្នុងការភ្ញាក់រលឹកទី2គឺព្រះសទ្ធំនឹងមាន7យ៉ាង1សទ្ធាការជឿគុណព្រះរតនត្រ័យ2ហិរិនោះគឺខ្មាស់បាប3ឧត្តបៈនឹងខ្ពើមបាបទី4ពុសច្ចៈភាពជាអ្នករៀនចេះចាំច្រើន5វិរិយៈការព្យាយាមរាល់កិច្ចការងារទាំងឡាយដូចជាការសិក្សារៀនសូត្រជាដើម6សតិការរលឹកដឹងទាំងស្មារតីទាំងសតិអារម្មណ៍7បញ្ញាប្រាជ្ញដឹងខុសដឹងត្រូវបាទទី3នឹងឈាននឹងមាន4យ៉ាងគឺ1បឋមឈាន
2ទុតិយឈាន3តតិយឈាន4ចតុតឈានបាទដូច្នេះសរុបទាំងអស់ចរណៈមាន15ហើយពុទ្ធគុណព្រះនាមទី3របស់ព្រះអង្គដែលខ្ញុំបានយកមកពន្យល់ពេលនេះសូមចប់ដោយសង្ខេបនិងសូមរងចាំស្ដាប់នៅព្រះនាមទី4នេះបន្តទៅទៀតសូមអរគុណសូមជម្រាបលា